តលើយើងបន្តការងារយើងទៀតគឺយើងចាប់ background ដាក់ចូលនៅក្នុងការងាររបស់យើងដើម្បីស្រួលក្នុងការជម្រាបអញ្ចឹង background នេះគ្នាអាចទៅដូររបស់ឯងថាក៏បានទៅរកពីអ៊ីនធឺណិតផ្សេងមកយករបស់ខ្ញុំនេះក៏បានឬក៏យកពីនេះក៏បានអញ្ចឹងយើងមានចំណុចច្រើនហើយយើងដាក់ឡមើលទៅថាវាស្អាតអត់អញ្ចឹងអានេះខ្ញុំតែដាក់ក្រោមឧស្សាហ៍វា background នៅក្រោយខ្ញុំព្រាបនេះធំព្រោះខ្ញុំទេដាក់ចឹងហើយមកវាស្រួលក្នុងការត្រៀបឡានខ្ញុំត្រៀបមកត្រូវមកអត់ខុសដាក់ទៅតាមដាក់ឡាយនេះហើយនេះខ្ញុំទៅដាក់វាចឹងហើយខ្ញុំអាឡាយនេះដើម្បីឲ្យរូបខ្ញុំចង់រៀបកថាបាទអានេះខ្ញុំទាញឡើងខុសលើបន្តិចយើងស្មានមើលព្រោះ design វាអត់មានក្បួនក្បាច់ក្បួនខ្នាតអីទេវាស៊ីសងយើងស្មានមើលថាយើងគួរដាក់មិនសងផ្សេងចឹងខ្ញុំត្រូវតែយកប៉ុណ្ណឹងបាទចាំសម្រាប់ខ្ញុំគូថែមតាមក្រោយព្រោះយើងត្រៀមវាចេញជ្រុករៀងសិនបាទដូចនេះបានឃើញចឹងរូបរបស់យើងឥឡូវនេះវាមាន blur នេះជាទូទៅនៅពេលយើងមើលមែនតើក៏ចឹងដែរឧទាហរណ៍បើយើងស្រឡឹងមើលតរូបឡាន object ពីមុខនេះយើងអត់សូវឃើញ background ទេវាមានអារម្មណ៍ថា blur វាដូច portrait រូបភាពអីចឹងពេលយើងថតរូបមកវាមាន blur ពីក្រោយអញ្ចឹងការ design ក៏គេគិតទៅលើអញ្ចឹងដែរឲ្យទូចហ្នឹងអានេះខ្ញុំ blur អញ្ចឹងវិធីសាស្ត្រថា blur គឺខ្ញុំបានប្រាប់កាលពីសប្តាហ៍មុនហើយគាត់ថាអ្នកគ្នាចេះយកមកប្រើឬក៏អត់តែប៉ុណ្ណឹង tool អ្នកគ្នាស្គាល់ហើយកន្លែងក៏ស្គាល់ដែរប៉ុន្តែសំខាន់យើងចេះយកអាហ្នឹងមក apply លើការងារមែនតើអត់អញ្ចឹងក្នុងការ blur អឺវិធីសាស្ត្រក៏វាមានច្រើនដែរប៉ុន្តែគាត់ថា style នេះគឺជា style មួយក្នុងការរបៀបធ្វើអញ្ចឹងដូចអ្នកគេខ្ញុំនិយាយចឹង tool មួយសិតតែមានប្រយោជន៍រៀងៗខ្លួនពេលខ្លះអ្នកគេប្រើ pen tool ដើម្បី select object កាត់រូបប៉ុន្តែក្នុងករណីខ្លះយើងអត់ចាំបាច់ប្រើអញ្ចឹងទេយើងប្រើ tool ផ្សេងលឿនហើយវាជួយសំចៃពេលវេលារបស់យើងអញ្ចឹងដូច tool នេះបើមែនតើក៏ខ្ញុំអត់សូវនឹងប្រើដែរទាក់ទង select វា select object ដូចគ្នាវា select មកនេះវាចេញ select មកនេះគេចង់កាត់ឬក៏អីបានដូចគ្នាឬក៏ tool មួយទៀតអា tool select អានេះក៏ tool select ដែរ select មកបានដូចគ្នាគេអត់ដូចគ្នាទាំងអស់សើ tool កាត់ដូចគ្នាមានផ្សេងទៀតប៉ុន្តែក្នុងអានេះគឺខ្ញុំប្រើអានេះrectangle marquee tool អីគេនេះអញ្ចឹងដោយសារនេះវារាងត្រង់មើលទៅត្រង់អញ្ចឹងខ្ញុំអាចដាក់អញ្ចឹងមកហើយខ្ញុំគូ select លើប៉ុណ្ណឹងមកបាទអញ្ចឹងដើម្បី select ឲ្យនេះបានអញ្ចឹងអ្នកគេឈរលើអានេះអ្នកគេត្រូវ duplicate layer 2អញ្ចឹងអ្នកគេអាចចុច Ctrl J ឈរលើហ្នឹងហើយពេល select ហើយចុច Ctrl J Ctrl J មានថាវានឹង duplicate layer វានឹង select អាត្រង់នេះកាត់យកហើយនេះវានឹងម៉ាស់ចោលវាលុបចោលស្មើដូចយើងម៉ាស់អញ្ចឹងនេះគឺពេលយើងបិទទៅនេះគឺវាដាច់ត្រឹមហ្នឹងអត់អញ្ចឹងហ្នឹងវិធីសាស្ត្រមួយឬក៏វិធីសាស្ត្រមួយទៀត select អញ្ចឹងហើយយើងចុចម៉ាស់នេះក៏បានដែរចុចម៉ាស់ទៅគឺដូចគ្នាមានថាយើងវាអាចនឹងម៉ាស់អាលើឬក៏ម៉ាស់អានេះជាមួយខ្ញុំធ្វើវិធីសាស្ត្រឲ្យមើលមួយបាទ Ctrl Shift វិញហើយខ្ញុំតែហ្នឹងនេះគេត្រូវduplicate ជា2ដែរអញ្ចឹងគេចុចAlt មកទាញឡើងលើហើយខ្ញុំបិទអានេះអញ្ចឹងវាថានៅសល់លើនេះអញ្ចឹងខ្ញុំធ្វើការម៉ាស់អូខេអត់ដូចគ្នាការប្រើប្រាស់ style ផ្សេងគ្នាប៉ុន្តែលទ្ធផលបានដូចគ្នាអញ្ចឹង
សំខាន់គ្នាយកចេះតែប្រើយកចេះយកទៅប្រើឬអត់អញ្ចឹងខ្ញុំអត់ចង់ធ្វើអញ្ចឹងទេខ្ញុំចង់ប្រើ style មុនរកសិតវិញអូខេហើយចុច Ctrl J ព្រោះនេះវិធីសាស្ត្រថ្មីដោយ shortcut ហ្នឹងខ្ញុំអត់ដែរប្រើអញ្ចឹងនេះគេចុចអាហ្នឹងមក select យើងហើយចុចលើអាទាំង background ហើយចុច Ctrl J វានឹងបាន layer 2វានឹង duplicate ថ្មីមួយទៀតនេះយ៉ាអញ្ចឹងដល់ពេលបានអញ្ចឹងហើយយើងចាក់ blur នៅលើអា layer លើនេះអាលើអាមួយនេះអញ្ចឹងដើម្បីចាក់ blur បានយើងចូល select លើអាឈរលើ background មួយហ្នឹងយើងយកពាក្យ filter ហើយ blur ហើយ Gaussian blur អញ្ចឹងសម្រាប់ blur ហ្នឹងអ្នកអាចចូលទៅតេស្តមើលខ្លួនឯងដោយសារតែខ្ញុំអត់ដែរប្រើដែរខ្ញុំប្រើតែ Gaussian ហើយនិង Motion អញ្ចឹង blur ខ្ញុំប្រើតែពីរហ្នឹងទេអញ្ចឹងអ្នកអាចសេរីមកថាអ្នកចង់បាន blur ប៉ុណ្ណាបាទគេថាខ្ញុំយកប៉ុណ្ណាអញ្ចឹងអាហ្នឹងសម្រាប់វិធីសាស្ត្រក្នុងការ blur background បាទឥឡូវយើងបន្តការងារយើងទៀតអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើអានេះ blur ហើយអញ្ចឹងយើងមើលអា poster ដើមមកគេអឺ យើង poster ដើមមកគេនេះគេមានចាក់អា save នេះមួយទៀតគេចាក់ save នេះអញ្ចឹងអាហ្នឹងក៏ដូចរដងដែរវាមានវិធីសាស្ត្រមកដាក់ហ្នឹងច្រើនយើងអាចប្រើ tool នេះយើងគូសយកហ្មងក៏បាននេះគូសមកហើយយើងដូរ color មកហើយយើងអាចប្រើនេះតែក៏បានហើយយើងគូសមកហើយយើងចាក់ solid color នៅកន្លែងនេះអាហ្នឹងក៏ខ្ញុំប្រាប់ពីកាលពីសប្តាហ៍មុនដែរពេលយើងចាក់ solid color មកយើងអាចដូរពណ៌ឲ្យបានមកបាទនេះវិធីសាស្ត្រទី2ហើយវិធីសាស្ត្រទី3យើង select ដូចគ្នាហើយយើងប្រើ shortcut control backspace ឬ alt backspace អញ្ចឹងអានេះមុននឹងយើង alt ឬ control backspace យើងត្រូវបង្កើត layer មួយហើយយើងចុច control backspace control set វិញឬក៏ alt backspace បើ alt backspace មានថាវាយកនេះអា color ពណ៌ខ្មៅនេះនៅលើនេះដើម្បីចាក់អញ្ចឹង shortcut វាមានតែពីរហ្នឹងបើសិនជាចង់ចាក់អាលើឬអាក្រោមវាមានតែពីរហ្នឹង alt ឬក៏ control បាទអញ្ចឹងឥឡូវនេះចង់ចាក់ពណ៌សអញ្ចឹង control D វិញហើយខ្ញុំលុបអាហ្នឹងវិញខ្ញុំអត់ចង់ប្រើវិធីសាស្ត្រហ្នឹងទេខ្ញុំចង់ប្រើវិធីសាស្ត្រនេះវិញដោយសារតែពេលយើងគូសហើយយើងអាចធ្វើការសេរីរីករងវាធំតូចបានស្រួលអញ្ចឹងខ្ញុំប្រើ tool ដែលយើងធ្លាប់រៀនគឺទាក់ទងនឹងអា rectangle tool នេះវាដូចទៅជា shape tool ដែរសម្រាប់គូសរូបរាងអញ្ចឹងខ្ញុំប្រើនេះអញ្ចឹងអានេះខ្ញុំដោះចុច crease ហើយខ្ញុំដោះ stroke ចេញហើយខ្ញុំចាក់ color ពណ៌សអញ្ចឹងយើងបើថា color នេះអត់មានអស់ទេយើងនេះយើងអាចចាក់បានច្រើនទៀតនេះដូចពណ៌អញ្ចឹងវាមានតែ color ស្រាប់គេយើងអាចចាក់ស្រាប់បានតែក្នុងករណីយើងអត់ចង់បានស្រាប់ទេយើងចុចកន្លែងនេះមកនេះវានឹង load solid color នេះយើងអាចរើសបានអញ្ចឹងខ្ញុំរើសយកពណ៌សឲ្យអូខេហើយដូចគេឃើញអញ្ចឹងនេះអានេះវាមាននៅពីក្រោយលក្ខណៈថាវាមើលទៅដូចថ្លាអញ្ចឹងយើងអាចចាក់អញ្ចឹងហើយយើងនេះដក opacity វាមកយើងដក opacity មកល្មមដែលយើងគិតថាសមមកបាទគិតថាខ្ញុំយកប៉ុណ្ណឹងហើយយើងតែងអីដាក់ចូលមកពីរមកបាទតិចធូរខ្ញុំបានបរិញ្ញាកាប្រសាប់ដើមមុនដែរយើងជួយចុចលើតិចធូរមកនេះដាក់អញ្ចឹងមកអានេះវាធំពេកចុច present ដើម្បីឲ្យវាខ្ញុំធ្វើការបរិយាព្រមតិចឲ្យទូចតិចបាទហើយអញ្ចឹងទាក់ទងការចុះបន្ទាត់នេះក៏សំខាន់ដែរយើងអត់ចេះទៅចុះទេព្រោះបើយើង design ទាក់ទងនឹង paragraph ដូចតិចអក្សរដូចអីឥឡូវហ្នឹងខ្ញុំនឹងនិយាយលម្អិតដល់ពេលក្រោយ
ឧទាហរណ៍ខ្ញុំសូសភៅនេះមើលទាក់ទងនឹងការ design ហ្នឹងបើក project ចាស់ឲ្យមើលណាអ្នកសរសេរចាស់នេះឧទាហរណ៍ទាក់ទងនឹងនេះយើងមើល style ទាក់ទងការទៅរៀបអក្សរអញ្ចឹងយើងទៅរៀបធ្វើម៉េចឲ្យព្យាយាមចុះបន្ទាត់ឬក៏អីឲ្យមើលទៅស្មើយើងអត់ចេះទៅរៀបទេអញ្ចឹងអាហ្នឹងវិធីសាស្ត្រអស់ហ្នឹងចាំខ្ញុំនឹងនិយាយនៅពេលក្រោយព្រោះពេលខ្លះយើងអត់ចាប់អារម្មណ៍យើងអត់ដឹងថាវាខុសគ្នាមិនទេព្រោះពីគេ design គេគិតលម្អិតដែរទាក់ទងនឹងពណ៌ហ្នឹងពណ៌អក្សរសំខាន់ណាស់បើយើងទៅរៀបស្អាតមើលទៅឃើញស្អាតហ្មង clean យកហ្មងបើយើងអត់ទៅរៀបអត់ស្អាតទេដាក់មកគឺពិបាកមើលអញ្ចឹងការខ្ញុំធ្វើសៀវភៅនេះអីដែលពិបាកជាងគេគឺទាក់ទងការទៅរៀបតិចហ្នឹងឯងពុកមីរៀងពិបាកដែរក៏ strict ទាក់ទងការចុះបន្ទាត់អីហ្នឹងអញ្ចឹងអាហ្នឹងគឺពិបាកមែនតើពេលហ្នឹងព្រោះថាបើយើងឃើញអញ្ចឹងយើងគិតថាអត់បាក់ទេយើងមើលទៅរៀបតាមគេទៅតែបើពេលយើងធ្វើមែនតើណាអាពី A ដល់ Z យកមកពិបាកសូម្បីតែ cover អីនេះបើថា design បានប៉ុណ្ណឹងមែនតែពេលខ្ញុំ design គឺ toxic មែនតើពិបាកយកអា design ខាងក្នុងនេះវាពិបាកតែរៀបតិចទេវាមិនអីទេយើងធ្វើបានរហូតតែដល់ពេលដល់ cover នេះខ្ញុំកា2 3ថ្ងៃក៏មានដែរបានចេញ cover នឹងមួយចេញហើយយកទៅកែយកទៅអីទៀតអញ្ចឹងបើថា design cover នេះវិញបើថា version ដើមមែនទេអាហ្នឹងឯងមានផ្សេងមួយទៀតតែខ្ញុំខ្ជិលទៅរកនៅក្នុង Telegram ហើយត្រង់ទៅបានប៉ុណ្ណឹងគឺកែច្រើនមែនតើបាទនេះយើងមើលធ្វើការត្រៀមតិចរបស់យើងអញ្ចឹងយើងដូចទៅក្នុង Word ដែរពេលចង់ចុច Word យើងចុច Enter ដាក់នៅកណ្ដាលហើយខ្ញុំទៅទាញ logo ដាក់ចូល logo ពីព្រមយើងពេកដាក់មកអញ្ចឹងអានេះចូលដល់ពាក្យយើងគូ shape ទៀតគូ shape ដូចខ្ញុំនិយាយចឹងវាមាន3 4របៀបខ្ញុំបង្ហាញមិញហ្នឹងតែគាត់ថាអីខ្ញុំចូលចិត្តប្រើខ្ញុំប្រើអា shape នេះហ្មងទៅស្រួលឬក៏មួយទៀតខ្ញុំចូលប្រើអាហ្នឹងខ្ញុំចង់ប្រើ style វិញខ្ញុំយកបារាំងពូបាទខ្ញុំ new layer មួយខ្ញុំចង់ដូរ style ចេញពីអានោះខ្ញុំបើអានេះធំហើយខ្ញុំយកបារាំងអានេះកំណត់យកអានេះកុំយកអា blur នេះបាទអញ្ចឹងខ្ញុំចុចបានហ្នឹងបាទអញ្ចឹងខ្ញុំចង់គូ style មួយដាក់រាងមូលចេះមកនេះអញ្ចឹងដើម្បីបានត្រង់ហ្នឹងអ្នកគេអាចអ្នកគេចុច shift ពេលគូយើងចុច shift នេះចុច shift មកគូត្រង់ហើយទៅវិញងាកមិនក៏វាអត់នេះដែរចុច shift ឬក៏បើថាយើងចង់បានមូលទេយើងអត់ចាំបាច់ធ្វើលើអាហ្នឹងប្រាស់ទៀតក៏បានដែរយើងមាន tool ទៀតគាត់ថាមួយណាស្រួលយកប្រើវិញយើងគូអានធម្មតាមកហើយយើងពុតកំណោងអានេះមកនេះអត់អញ្ចឹងវិធីសាស្ត្រមានច្រើនមែនក្នុងការធ្វើអាស្រ័យលើយើងយកទៅប្រើបាទអញ្ចឹងខ្ញុំចង់ដាក់នេះមូលហើយអាហ្នឹងគេដាក់អីទី order now order now អានេះអីគេ order នេះទៅទៀតខុសទៀតអញ្ចឹងខ្ញុំ copy តិចនេះថ្មីទាញឡើងវិញហើយដាក់អានេះទៅជាពណ៌សវិញដើម្បីឲ្យឃើញអញ្ចឹងការ design គេគិតដែរលើ color ហ្នឹងខ្ញុំសម្បីខ្ញុំផ្ទាល់ក៏រៀងពិបាកដែរព្រោះវាត្រូវការយើងគិតហើយយើងមើលជាក់ស្ដែងថាដាក់ពណ៌អីស្អាតឧទាហរណ៍ពណ៌នេះបើខ្ញុំដាក់ពណ៌នេះដល់ស្អាតហ្មងនេះពណ៌សមើលខ្មៅតែបើខ្ញុំអាចដាក់ពណ៌អីគេពណ៌ក្រហមវិញឃើញអាវារៀងទៅជាពណ៌ផ្សេងតែនេះអាចមើលបានតែពណ៌ខ្លះវារៀងពិបាកមើលហ្មងបើយើងដាក់ពណ៌ប្រផេះ
ឃើញអត់វាមើលកើតអីចឹងក្នុងការលេង color អីក៏យើងត្រូវគិតដែរតាមយើងដាក់ពណ៌ផេះយើងចង់ឲ្យវានឹងមើលឃើញចឹងយើងអាចចាក់ stroke ថែមទៀតមកចាក់ stroke មក stroke ដាក់ពណ៌ដាក់ stroke ពណ៌សមកនេះឃើញអត់ហើយ stroke ឃើញអញ្ចឹងអានោះវិធីសាស្ត្រប៉ុន្តែជាទូទៅបើថាយើងដាក់អានោះស្អាតហើយពណ៌សមួយខ្មៅស្អាតហើយយើងកុំធ្វើអញ្ចឹងអីវាអត់ល្អមើលតែប៉ុណ្ណេះក៏មានអីតែគ្រាន់ថាជាទូទៅខ្ញុំអត់ដែរធ្វើអញ្ចឹងទេតែខ្ញុំដាក់ពណ៌ចូលចិត្តចាក់ពណ៌សុទ្ធអញ្ចឹងខ្ញុំ clear layer style វិញតែគ្រាន់ថាខ្ញុំប្រាប់វិធីសាស្ត្រឲ្យអ្នកគេដឹងអញ្ចឹងខ្ញុំដាក់ពណ៌សវិញអញ្ចឹងដើម្បីដឹងថាតិចហ្នឹងវានៅកណ្ដាលឬអត់យើងចុច select ពី object ហ្នឹងមកនេះអា shape មួយណាមួយគេប្រើប្រាស់ ធ្វើ align បាទវានឹងនៅកណ្ដាលហើយអញ្ចឹងអានេះដូចគ្នាដើម្បីដឹងឲ្យវានៅកណ្ដាលគេចុច select ទាំងអស់មកនេះ save ធ្វើឲ្យបន្តិចហើយនឹង logo ហើយគេចុចយកវា align កណ្ដាលមកនេះវានឹងរត់ទៅកណ្ដាលអញ្ចឹងធ្វើ align សំខាន់មែនទែនបើអ្នកអត់ចេះប្រើពិបាកអូបាទខ្ញុំសេរីចង់កណ្ដាលអញ្ចឹងខ្ញុំចុច save មួយខ្ញុំទិញ logo នេះដាក់បាទពីទូចហើយខ្ញុំបាន design ឲ្យនេះវិញហើយចឹងនេះអាចសេរីវាថែមទៀតស្ដែងបាទអញ្ចឹងឥឡូវបន្ទាប់ពីខ្ញុំចាប់ object រៀបបានអញ្ចឹងហើយអញ្ចឹងអានេះខ្ញុំគិតថាខ្ញុំធ្វើស្មោលនេះវាឃើញបន្តិចតាមការគូសស្មោលអីគឺយើងប្រើប្រាស់ tool ដូចការយើងរៀនសប្តាហ៍មុនអញ្ចឹងយើងគ្រាន់តែបង្កើត new layer ថ្មីមកគឺយើងអត់ចាក់នៅ layer ហ្នឹងទេហើយយើងប្រើប្រាស់ tool អញ្ចឹង tool ប្រាស់ tool វាមានយើងប្រើខ្ញុំចូលចិត្តប្រើជាងគេប្រើ soft នេះទៅគូសស្មោលអញ្ចឹងយើង select ពណ៌វាហ្នឹងមកអូខេហើយយើងគូសមើលណានេះខ្ញុំដាក់ឲ្យរៀងប៉ែនបន្តិចក្រោមខ្ញុំមានបានពណ៌ខៀវយ៉ាងខ្ញុំដាក់ពីពណ៌ខុសគ្នាហើយសានពីអញ្ចឹងបាទនេះជាគូសមកគូសវិញឆ្នៃខ្ញុំបន្ថយវាបន្តិចដើម្បីកុំឲ្យវាឃើញពេកពីគូសបាទចា៎បាទនេះជាមួយជាក់ស្ដែងគូសបើអ្នកគេបកកែសម័យអាហ្នឹងគេគូសមកត្រូវហ្មងខ្ញុំសូវដែរតែគាត់ថាខ្ញុំដឹងវិធីសាស្ត្របាទនេះខ្ញុំដាក់ចេះចេះបាទនេះខ្ញុំគិតថាខ្ញុំយកប៉ុណ្ណេះបន្លំបាននេះអូនេះយើងអាចដូរនៅកន្លែងចុចសនេះចុចបរ៉ាអូនេះដោយសារយើងឈោតគូសខុសយើងចុចស2នេះបរ៉ាគូសយើងហ្នឹងហើយ
Chẳngរបៀបធ្វើការធ្វើសំណងវាធ្វើយ៉ាងគេឆ្នៃគេប្រើប្រាស់ brush tool ចឹងនេះបង្កើត layer មួយទៀតដើម្បីជាប់បាទខ្ញុំចូលប្រកាន់នេះភូមិនឹងហើយមានស្រ័យទេយើងរួចហើយមានប៉ុណ្ណឹងយើងចង់ឆ្នៃថែមឆ្នៃបានឥឡូវខ្ញុំគិតថាខ្ញុំយក final ការងារខ្ញុំប៉ុណ្ណឹងបាទបន្ទាប់ពីយើង design ចប់ហើយយើងត្រូវការ export អាហ្នឹងឲ្យទៅ client យើងមើលអញ្ចឹងដូចរាល់ដងយើងចុចcontrol shift S ឬក៏ control shift S ឬក៏ file save as យើងយកអានេះទៅជា JPG ដូចទាក់ទង style អក្សរនេះខ្ញុំចង់បន្ថែមបន្តិចមិនបានខ្ញុំអត់ដាក់មាន stroke មានអីមានលេង style អីញ៉ៃញ៉ៃដោយសារតែខ្ញុំគិតថាវាប៉ុណ្ណេះវាសាមញ្ញវាស្រួលមើលហើយចឹងយើងលេងទៀតក៏វាអត់មានអីទៀតដែរមានថាមើលទៅឲ្យកាន់តែ poster របស់យើងស្កេតស្កាយអញ្ចឹងខ្ញុំគិតថាខ្ញុំអត់មានលេងអីទៀតទេខ្ញុំយកតែប៉ុណ្ណឹងដោយខ្ញុំអត់មានចាក់ stroke ឬក៏អីគឺ fair color គឺខ្ញុំដាក់សុទ្ធយកមកបាទអាហ្នឹងក៏ជា concept មួយដែរពេលយើងធ្វើមែនតើបើថាក្នុងករណីដែលអក្សរវាមើលទៅច្បាស់ស្អាតហើយយើងក៏មិនគួរលេងអីថែមដែរវាទៅតាមប្រភេទ poster អីផ្សេងៗហ្នឹងទៅតែបើ poster ខ្លះវាត្រូវការលេងហ្មងដើម្បីមើលឃើញស្អាតហើយតែយើងត្រូវការដាក់អក្សរហ្នឹងធ្វើម៉េច style វាឲ្យស្អាតហ្មងអញ្ចឹងឥឡូវយើងបញ្ចប់ការងាររបស់យើងប៉ុណ្ណឹងបាទ